បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំបានលើកយកកំហាត់មួយទាក់ទងនឹងស្វីតធរណីមាត្រចឹងវាជាចំណោទមួយដែលគេឲ្យបាទស្វីតធរណីមាត្រ Bn ជាមួយនឹងតួទី8របស់វាគឺស្មើជាមួយនឹង10ចឹងគេឲ្យយើងរកផលគុណរវាង B2 តួទី2និង B14 បាទរកផលគុណរវាងតួទី2ជាមួយនឹងតួទី14ចឹងនៅក្នុងការដោះស្រាយចំណោទស្វីតធរណីមាត្រនេះគឺយើងផ្ដោតទៅលើសមត្ថកម្មដែលគេឲ្យតែចំណោទរបស់យើងនេះគឺឲ្យសមត្ថកម្មតែ2គត់គឺឲ្យយើងដឹងថា Bn គឺជាស្វីតធរណីមាត្រហើយនឹង B8 ស្មើជាមួយនឹង10ចឹងសំណួរសួរថាតើយើងអាចរកផលគុណរវាងបាទ B2 ជាមួយនឹង B14 បានយ៉ាងដោយរបៀបណាចឹងបើសិនជា Bn ជាស្វីតធរណីមាត្រចឹងតួទី n របស់វាបាទមានន័យថាតួទី n បាទយើងអាចកំណត់តាមរូបមន្តបាទ Bn ស្មើជាមួយនឹងBP បាទគុណជាមួយនឹងគុយហើយគុណ n 10p បាទហើយគុយនេះគឺជាផលធៀបរួមបាទគុយនេះគឺជាផលធៀបរួមអញ្ចឹងយើងអាចទៅសេបាទ B2 ស្មើជាមួយនឹងB8 ដែលគេឲ្យគុណជាមួយនឹងគុយស្វ័យគុណ2ដក8ចឹងស្មើជាមួយនឹង B8 គុណនឹងគុយស្វ័យគុណដក6បាទមួយតទៅទៀតយើងរក B14 ដែលយើងត្រូវរកចឹង B14 ស្មើជាមួយនឹងតកតនឹង B8 ដែរគុណជាមួយនឹងគុយស្វ័យគុណ14ដក8ចឹងយើងបាន B8 គុណជាមួយនឹងគុយស្វ័យគុណ6បាទមកសមត្ថកម្មទាំងពីរបាទបន្តមកទៀតយើងអាចរកផលគុណនេះមកចឹងយើងទាញបាន B2 គុណជាមួយនឹង B14 ស្មើនឹងនេះយើងជួយបាន B8 គុណនឹងគុយស្វ័យគុណដក6គុណនឹង B8 គុណនឹងគុយស្វ័យគុណ6អញ្ចឹងស្មើជាមួយនឹង B8 ស្វ័យគុណ2គុណនឹងគុយស្វ័យគុណដក6បូក6ចឹងស្មើជាមួយនឹង B8 ការ៉េមកចឹងត្រង់កន្លែងនេះដោយសារតែគុយស្វ័យគុណ0ស្មើ1ចឹងយើងនៅសល់តែប៉ុណ្នេះដើម្បីយើងអាចចំនួនរកចម្លើយ B2 គុណជាមួយនឹង B14 បានហើយស្មើជាមួយនឹង10លើកជាការ៉េហើយចម្លើយយើងទទួលបាន100នេះគឺជាតិចនិចនៅក្នុងការគណនារកតកតងនឹងចំណោទនៃលំហាត់ស្វីតធរណីមាត្ររបស់យើងឥឡូវយើងមើលរបៀបផ្សេងទៀតរបៀបមួយទៀតដែលយើងអាចគណនាលឿនតាមជាងបាទរូបមន្តនេះអញ្ចឹងយើងសង្កេតមើលបាទរូបមន្តរបស់វាចឹងបានថាយើងយក BK ដក P បាទគុណជាមួយនឹង BK បូក P ចឹងយើងទទួលបាន BK ការ៉េបាទចឹងតាមទម្រង់របស់យើងបាន B2 គុណជាមួយនឹង B14 ស្មើជាមួយនឹង B8 អូការ៉េចឹងយើងគ្រាន់តែចំនួនចូលមកយើងបាន10ការ៉េស្មើនឹង100បាទអញ្ចឹងចម្លើយដូចគ្នាគាត់ថាមួយយើងប្រើតាមទម្រង់រូបមន្តហើយមួយទៀតយើងប្រើរូបមន្តមានផ្ទាល់ស្រាប់តែម្ដងបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្ណឹងអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំបានតាំងពីដើមរហូតដល់ចប់